តើ Q sofa គឺជាអ្វីសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងស្គាល់ឧបករណ៍មួយដើម្បីយើងកំណត់ថាតើអ្នកជំងឺហ្នឹងមានស្ថានភាពឬក៏រោគវិនិច្ឆ័យទាក់ទងទៅនឹង septic shock ឬក៏អត់ជាទូទៅនៅក្នុងការកំណត់ថាតើអ្នកជំងឺហ្នឹងមាន septic shock ឬក៏អត់គឺគេមានឧបករណ៍ជាច្រើននៅក្នុងការវិតម្លៃឬក៏ parameter ព្រមទាំង lab test មួយចំនួនដើម្បីយើងកំណត់ថាតើអ្នកជំងឺនឹងគាត់មាន septic shock ឬក៏អត់ដែលឡែកថ្ងៃនេះខ្ញុំមានឧបករណ៍មួយដើម្បីចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាគឺ Q sofa tool ដែល Q sofa tool នេះគឺយើងមានភាពងាយស្រួលនៅក្នុងការវាយតម្លៃទៅលើអ្នកជំងឺមែនទែនហើយនៅក្នុង Q sofa គឺមានន័យថា quick sequential organ failure assessment នៅក្នុង Q sofa នេះគឺយើងមាន3 criteria ដែលយើងត្រូវមើលទី1គឺទាក់ទងទៅនឹង respiratory rate ហើយនឹងការប្រែប្រួលទៅលើស្ថានភាពកម្រិតស្មារតីរបស់គាត់ alter mental status ទី3គឺទាក់ទងទៅនឹងសម្ពាធឈាមផ្នែកខាងលើគេហៅ systolic blood pressure អញ្ចឹងនៅក្នុង criteria ហ្នឹងគឺគេកំណត់ទី1ទាក់ទងទៅនឹង respiratory rate ហ្នឹងគឺធំជាង22ដងក្នុង1នាទីទី2គឺទាក់ទងទៅនឹងកម្រិតស្មារតីរបស់អ្នកជំងឺហ្នឹងកាលណាជាធម្មតាគឺស្មើដល់5អញ្ចឹងបើសិនជាក្រោម15គឺយើងយកមួយពិន្ទុហើយមួយទៀតគឺទាក់ទងនឹង blood pressure systolic តូចជាង10 mm បារ៉តអញ្ចឹងទាំង3ហ្នឹងគឺបើសិនជាធំជាងមានបន្ទុកQ sofa នឹងធំជាង2បានន័យថាអ្នកជំងឺហ្នឹងគឺគាត់ high risk ជាមួយនឹង septic shock បានន័យថាបើសិនជា respiratory គាត់ធំជាង22យើងយក1ស្ថានភាពផ្លូវកម្រិតស្មារតីរបស់គាត់ប្រែប្រួលយកមួយទៀត2ហើយបើសិនជា systolic blood pressure របស់គាត់តូចជាង10 mm បារ៉តទៀតយកមួយទៀតគឺ3អញ្ចឹងនេះគឺនឹងគឺអាច high risk ជាមួយនឹង septic shock អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ